បាទជំរាបសួរបងប្អូនទាំងអស់គ្នាចឹងខ្ញុំមកប្រាប់ពីរបៀប download Windows 11 Pro បាទ file ISO ចឹងដំបូងបងប្អូនចូលទៅកាន់ Google បន្ទាប់មកវាយពាក្យហ្នឹងមក Windows 11 download ISO បន្ទាប់មកបាទយើងឃើញកន្លែង download 2 3បាទប៉ុន្តែយើងអូសមកចំណុចក្រោមបាទអានោះវាមាន create Windows installation media ក៏បានតែខ្ញុំ recommend យកអាក្រោមគេបាទត្រង់ចំណុចនេះបងប្អូនselect យកបាទ Windows 11បាទ multi edition ហ្នឹងមកបន្ទាប់មកយើងចុចពាក្យ confirm បាទបងប្អូនចុច confirm អញ្ចឹងមកហើយបន្ទាប់មកវានឹងដំណើរការវាចេញកន្លែងឲ្យយើង download បងប្អូនអញ្ចឹងយើងចុចពាក្យបាទ64 bit download ហ្នឹងមកអូខេអញ្ចឹងវាចាប់ផ្ដើម download ហើយនៅខាងលើបងប្អូនបាទនេះបងប្អូនទំហំវា 7.9 GB បងប្អូនអញ្ចឹង download លឿនឆាប់អាស្រ័យលើអ៊ីនធឺណិតបងប្អូនណាបាទអញ្ចឹងបន្ទាប់ពីរងចាំនេះហើយយើងទៅចូលមើលវា download ពេញអូខេវាពេញហើយអញ្ចឹងបងប្អូនអញ្ចឹងយើងចុចបើកមើលវាមកអូខេនេះជា file ISO Windows 11 Pro ដែលយើងទើបតែ download បានអញ្ចឹងមេរៀនបន្ទាប់យើងនឹងយកវាទៅធ្វើ flash boot